ដីបងប្អូនទាំងអស់គ្នាខ្ញុំគឺជាអ្នកផ្សាយអេសុននីនៃក្រុងសង់ជូដែលនាំមកជូនព័ត៌មានចម្រុះអំពីសង់ជូរដូវក្តៅនៅកូរ៉េគឺក្តៅនិងសើមហើយជារឿយមានភ្លៀងធ្លាក់ខ្លាំងភ្លាមថ្ងៃនេះយើងនឹងណែនាំអំពីច្បាប់សុវត្ថិភាពរដូវក្តៅចំនួន3ដែលអ្នកអាចអនុវត្តបានភ្លាមក្នុងជីវិតប្រចាំថ្ងៃនៅរដូវក្តៅរាងកាយងាយនឹងអស់កម្លាំងទោះបីតែចេញក្រៅបន្តិចក៏ដោយនៅពេលចេញក្រៅដូចជាទៅធ្វើការឬទៅទិញអីវ៉ាន់គួរតែយកទឹកនិងប្រើមួកឬឆ័ត្របាំងថ្ងៃនៅពេលថ្ងៃមានពន្លឺថ្ងៃខ្លាំងគួរតែដើរសម្រាកនៅកន្លែងមានស្រមោលបើមានវិលមុខឬចង់ក្អួតកុំប្រឹងខ្លាំងពេកហើយគួរសម្រាកនៅកន្លែងត្រជាក់នៅរដូវភ្លៀងអាចធ្លាក់ភ្លាមធ្វើឲ្យផ្លូវរអិលឬទឹកជោកនៅថ្ងៃភ្លៀងគួរជៀសវាងតំបន់ជិតទន្លេឬផ្លូវដែលទឹកជោកច្រើនកុំដើរឆ្លងកាត់ផ្លូវដែលទឹកជោកឬផ្លូវក្រោមដីដែលទឹកជោកដាច់ខាតមុនពេលទៅធ្វើការឬចេញក្រៅគួរពិនិត្យការព្យាករណ៍អាកាសធាតុការរៀបចំឆ័ត្រនិងស្បែកជើងដែលមិនរអិលក៏មានប្រយោជន៍ផងដែរនៅរដូវក្តៅការថែរក្សាសុខភាពនៅក្នុងផ្ទះក៏សំខាន់ណាស់នៅពេលប្រើម៉ាស៊ីនត្រជាក់ឬកង្ហារគួរប្រុងប្រយ័ត្នកុំឲ្យសីតុណ្ហភាពក្នុងផ្ទះទាបពេកគួរបើកបង្អួចដើម្បីឲ្យមានខ្យល់ចេញចូលលើសពីនេះកុំទុកអាហារនៅសីតុណ្ហភាពបន្ទប់យូរពេកហើយគួរទុកអាហារដែលនៅសល់ក្នុងទូទឹកកកសូមចងចាំច្បាប់សុវត្ថិភាពក្នុងជីវិតប្រចាំថ្ងៃដែលយើងបានណែនាំនៅថ្ងៃនេះហើយមានរដូវក្តៅដែលមានសុខភាពល្អការចាប់ផ្ដើមថ្មីនៅសង់ព័ត៌មានអេសង់ជូនឹងរួមដំណើរជាមួយបងប្អូនជានិច្ច